យើងដឹងថានៅក្នុងសមុទ្រទាំង4អក្សរ81ហេតុអីក៏ញាក់សាច់ភ្លេងមានសំឡេង8រំមាន8ក្បាច់អក្សរសាស្ត្រមាន8អាវុធមាន8យ៉ាងប្រទេសសេះមាន8ផ្នែកមន្ត្រីមាន8ថ្នាក់ហើយបើសិនជាយើងនេះជាដើមឈើមួយដើមអញ្ចឹងនៅជុំវិញយើងនេះប្រកាសជាមានខ្យល់បក់8ទិសហើយបើមន្ត្រីរបស់យើងគឺជាម៉ែត្រមួយបើអញ្ចឹងអ្វីដែលគេបានវាស់ទេពកសលខ្ពស់គឺ8ម៉ែត្រអក្សរលេខ8អាចធ្វើកិច្ចការឲ្យច្រើនសម្រាប់មនុស្សលោកនេះនិយាយអស់រឿងជាច្រើនក្នុងលោកនេះប៉ុន្តែឥឡូវអ្វីដែលយើងបានឃើញនោះគឺគ្រាន់តែជាអក្សរមួយដែលប្រឡាក់ទៅដោយឈាមអក្សរទាំង8នៅក្នុងកាយភ្នែកយើងបានប្រមូលផ្ដុំទៅជាទន្លេឈាម2ហូរដោយរលកខ្លាំងហ្វុងប៉ៅបកូនណាថ្លៃពិសេសយើងសួរលោកជាមេការរួមតុងឆាងដឹកនាំសេនាអាវមាសរាប់ពាន់យើងចង់ឲ្យលោកចាប់ចោលលោកប្រឹងអស់សមត្ថភាពដែរទេទូបង្គំដឹងកំហុសហើយចុងយៀនយើងឲ្យលោកសហការជាមួយមហាថ្លឹកចាប់មហាចោរទាំង8លោកបំពេញតួនាទីដែរទេយើងសួរលោកតើលោកគឺជាសេនាលេខ1នៅក្នុងរាជវាំងរបស់យើងទៀតដែរទេលោកនៅមានមុខមកជួបយើងទៀតហ៎លោកនៅមានមុខលុតជង្គង់នៅក្នុងដំណាក់ធំនេះទៀតលោកនិយាយទៅអ្វីដែលយើងបានឃើញគឺជាអក្សរ8ដែលប្រឡាក់សុទ្ធទៅដោយឈាមអក្សរ8នេះក្នុងកែវភ្នែកយើងបានប្រមូលផ្ដុំទៅជាទន្លេឈាម2ហូរដោយរលកខ្លាំងយើងសួរលោកនៅតែជាសេនាលេខ1របស់រាជវាំងយើងទៀតទេលោកនឹងមានមុខមកជួបយើងទៀតទេលោកនឹងមានមុខលុតជង្គង់នៅក្នុងដំណាក់ធំនេះទៀតទេលោកនិយាយទៅម្សិលមិញក្រែងខ្ញុំភ្លេចឯងនៅមាត់ទន្លេមែនទេមិនក៏ឯងត្រឡប់មកវិញ
រឿងមួយយ៉ាងម៉េចគឺលោកផាក់សវងហើយមហាស្រុកចៅមិនក៏លោកនៅទីនេះខ្ញុំអង្គុយនៅទីនេះអស់ពេញមួយយប់ហើយលោករកខ្ញុំឯកាយព្រះនាងយងលីចង់ជួបនឹងលោកណាពេលណាយប់មិញតែលើមិនភ្លឺហើយយប់មិញគឺលោកនៅទីនេះពេញមួយយប់ហើយមានឃើញនរណាយកមួកនេះមកឲ្យខ្ញុំទេគ្មានទេចម្លែកណាស់មិនសិនមិញខ្ញុំធ្វើជ្រុះមួកក្រោយមកក៏ឃើញវាត្រឡប់មកវិញនេះគឺជានិស័យហើយមើលទៅរបស់ដែលបាត់ហើយក៏មិនប្រកាសថារត់ចោលលោកដែរនិយាយត្រូវខ្ញុំធ្លាប់ស្រឡាញ់ស្រីម្នាក់ស្រីនោះក្រោយមកក៏រៀបការជាមួយនឹងប្រុសផ្សេងទៅក្រោយមកម្នាក់នេះគេស្លាប់បាត់ស្រីម្នាក់នេះគេក៏ស្រឡាញ់ខ្ញុំវិញលោកនិយាយនោះគឺព្រះនាងយងលីមែនទេខ្ញុំចិត្តថាទៅទេលោកកុំយកជាការពិតមើលទៅលោកសេនាចុងនៅនឹកឃើញរឿងចាស់ទៀតណាដើរទៅមហាសច្ចាពីថ្ងៃនេះពេលយប់ព្រះនាងមានយល់សប្តិអីទេព្រះនាងមានយល់សប្តិឬក៏អត់ខ្ញុំមិនដឹងទៅលោកនេះខ្ញុំថាប្រកាសជាយល់សប្តិហើយបើមិនចឹងមិនក៏ទ្រង់ចង់ជួបជាមួយខ្ញុំធ្វើអីលោកចង់ថាព្រះនាងយល់សប្តិឃើញលោកដូច្នេះក៏ចង់ជួបលោកហ៎បើខ្ញុំយល់សប្តិឃើញអ្នកណាថ្ងៃទី2ត្រូវតែចង់ជួបគេហើយចុះបើព្រះនាងយល់សប្តិឃើញអ្នកស្លាប់ចឹងពេលខ្ញុំជួបព្រះនាងត្រូវដុតកណ្ដាស់ប្រាក់ច្រើនប្រកាសដែរមានអ្នកស្លាប់ម្នាក់នោះគឺស្វាមីរបស់ព្រះនាងមិនឆ្លើយនឹងខ្ញុំអញ្ចឹងខ្ញុំសួរលោកទៀតលោកចូលចិត្តញ៉ាំសាច់មែនទេលោកហេតុអីក៏លោកមិនឆ្លើយនឹងសំណួរខ្ញុំព្រះនាងសួរនៅណាប្រកាសជាសួរលោកហើយក្រែងព្រះនាងសួរពីបទភ្លេងរបស់ខ្លួនឯងមែនទេភ្លេងចេះញ៉ាំសាច់ទេចាកូនក្រាបទូលព្រះនាងហាត់មាត់ម្នាក់នេះទេតាគេបាត់ស្វឹងស្រាហើយនៅក្រាបទូលព្រះនាងសេនាចុងអូសេនាចុងព្រះនាងក្រាបទូលព្រះនាងទូលបង្គំចូលចិត្តញ៉ាំសាច់មកទៅលោកគឺមិនស្វឹងទេសាច់អីក៏លោកញ៉ាំដែរ
ទេមានសាច់ម្យ៉ាងទូលមកគុំមិនញ៉ាំទេ តាសាច់អីទេ សាច់របស់ទូលមកគុំ ខ្ញុំសួរលោកសាច់របស់ធូអើលោកញ៉ាំទេ ញ៉ាំព្រះនាង ហេសេនាចុង ព្រះនាង ចុង ព្រះនាង សេនាចុងសេនាចុង ព្រះនាង សេនា ទូលមកគុំញ៉ាំសាច់ទៅសាយមិនក៏ជាខ្មោចកំណត់